Hello សួស្តីអ្នកទាំងអស់គ្នា welcome back ជាមួយខ្ញុំទៀតណាខ្ញុំចេញមួយស្វាគមន៍មកកាន់វីដេអូថ្មីអញ្ចឹងវីដេអូមួយនេះគឺខ្ញុំនឹងមកនិយាយទៅជាមួយនឹង Lely ថាអីគេទៅជា Lely ហើយវាមានសារធាតុអីខ្លះដែលបង្កឲ្យមានគ្រោះថ្នាក់ទៅដល់សុខភាពដូចជាខ្លួនរបស់យើងនិងស្បែករបស់យើងអញ្ចឹងណាហើយតែយើងគួរតែធ្វើបែបម៉េចបើសិនជាយើងធ្លាប់ប្រើ Lely ហើយនឹងវិធីសាស្ត្រក្នុងការផ្ដាច់ Lely អញ្ចឹងមិនចង់ដឹងតោះទៅមើលវីដេអូពេលទាំងអស់គ្នាLely គឺសំដៅទៅលើផលិតផលលាបស្បែកដែលគេយកម្សៅឬក៏លេធម្មតាហ្នឹងយកមកលាបបញ្ចូលគ្នាជាមួយនឹងថ្នាំពេទ្យឬក៏សារធាតុគីមីដែលមានអត្ថប្រយោជន៍ខ្លាំងដូចជាពពួក steroid ហើយវាអត់មានរូបមន្តច្បាស់លាស់ឬក៏ការណែនាំពីអ្នកជំនាញទេអញ្ចឹងគេលាយវាឡើងតាមតាវាថាការចម្លងតគ្នាឬក៏តាមបទពិសោធន៍តខ្លួនរបស់អ្នកគេម្នាក់អញ្ចឹងណាដើម្បីធ្វើឲ្យស្បែករបស់យើងសបានលឿននិងបំបត្តិបញ្ហាផ្សេងៗឆាប់រហ័សហើយសារធាតុគ្រោះថ្នាក់ដែលយើងតែងតែមាននៅក្នុង Lely ហ្នឹងគឺLely ដែលគ្មានការត្រួតពិនិត្យច្បាស់លាស់ភាគច្រើនគឺវាមានផ្ទុកនូវសារធាតុសំខាន់3ដែលវាមានប្រសិទ្ធភាពលឿនប៉ុន្តែវាបង្កគ្រោះថ្នាក់ដល់ស្បែកនិងសុខភាពរបស់យើងទី1គឺតកតងជាមួយនឹងពពួក steroid មុខងាររបស់វាជួយព្យាបាលមុននិងបំបត្តិការលាកស្បែកបានយ៉ាងឆាប់រហ័សប៉ុន្តែគ្រោះថ្នាក់របស់វាកាលណាដែលយើងប្រើប្រាស់រយៈពេលយូរវាអាចធ្វើស្បែកយើងស្ដើងងាយរងរបួសហើយនឹងបណ្ដាលឲ្យមានការវាថាប្រតិកម្មស្បែកខ្លាំងណានៅពេលដែលយើងផ្ដាច់ប្រើហើយទី2គឺសារធាតុ mercury ពុករ៉តមុខងាររបស់វាគឺវាជួយឲ្យស្បែកសភ្លឺរលោងយ៉ាងឆាប់រហ័សប៉ុន្តែគ្រោះថ្នាក់របស់វាគឺជាសារធាតុពុលដែលអាចជ្រាបចូលទៅក្នុងស្បែករបស់យើងទៅប៉ះពាល់ទៅដល់សរីរាង្គខាងក្នុងដូចជាម្រងនោមបំពង់ប្រសាទហើយអាចនាំមានកើតមហារីកស្បែកទៀតទី3គឺពពួក hydroquinone មុខងាររបស់វាជួយព្យាបាលជាំអាចរួយនឹងស្នាមបានលឿនហើយគ្រោះថ្នាក់របស់វាគឺវាអាចបណ្ដាលឲ្យស្បែករបស់យើងរលាកក្រហមនិងធ្វើឲ្យមានបញ្ហាស្បែកកាន់តែធ្ងន់ធ្ងរទៅថ្ងៃក្រោយហើយចំពោះផលប៉ះពាល់នៃការប្រើប្រាស់ Lely គឺការប្រើប្រាស់ Lely ដែលគ្មានរូបមន្តត្រឹមត្រូវនេះវាអាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ស្បែករបស់យើងនិងសុខភាពទូទៅដូចជាស្បែករបស់យើងរលាកនិងក្រហមខ្លាំងស្បែកស្ដាងងាយប្រតិកម្មងាយរងការខូចខាតអាចកើតមានបញ្ហាជាំកាន់តែខ្លាំងហើយហានិភ័យកើតមហារីកស្បែកបើសិនជាយើងបន្តប្រើរយៈពេលយូរហើយនឹងខូចខាតដល់សរីរាង្គខាងក្នុងដោយសារតែការជ្រាបចូលនៃសារធាតុពុលដូចជាពួកបារ៉តហ្នឹងហើយអ្វីដែលយើងគួរធ្វើបើសិនជាយើងធ្លាប់ប្រើ Lely បើសិនជាយើងធ្លាប់ប្រើឬក៏កំពុងប្រើ Lely ហ្នឹងណាហើយយើងមានបញ្ហាស្បែកដូចជាលាកក្រហមជាំឬក៏របកយើងត្រូវតែបញ្ឈប់ការលាបភ្លាមហើយយើងត្រូវទៅជួបជាមួយនឹងគ្រូពេទ្យឯកទេសសាស្ត្រស្បែកជាបន្ទាន់ដើម្បីពិនិត្យនិងទូការព្យាបាលត្រឹមត្រូវហើយត្រូវផឹកទឹកឲ្យបានច្រើនជៀសវាងការត្រូវកម្ដៅថ្ងៃនិងប្រើប្រាស់ផលិតផលផ្ដោតសំណើមដែលមានម៉ាកសញ្ញាច្បាស់លាស់និងការទទួលស្គាល់ហើយវិធីសាស្ត្រសំខាន់ក្នុងការផ្ដាច់ Lely ហ្នឹងទី1គឺដោយសារតែការផ្ដាច់ Lely ជាពិសេស Lely ដែលផ្ទុក steroid យើងត្រូវធ្វើឡើងដោយប្រយ័ត្នប្រយែងមែនទែនដើម្បីកុំឲ្យស្បែករបស់យើងប្រតិកម្មខ្លាំងទី1យើងត្រូវឈប់ប្រើបន្តិចម្ដងយើងកុំឈប់លាបភ្លាមព្រោះស្បែករបស់យើងអាចនឹងប្រតិកម្មខ្លាំងឡើងក្រហមហើមរលាកអញ្ចឹងវិធីល្អយើងត្រូវបន្ថយបរិមាណពីលាប2ដងក្នុងមួយថ្ងៃមកលាប1ដងក្នុងមួយថ្ងៃហើយបន្ថយមកត្រឹម3-4ដងក្នុងមួយសប្តាហ៍ហើយយើងអាចលាយជាមួយនឹងលេធម្មតាលាយជាមួយនឹងលេផ្ដោតសំណើមដែលមានម៉ាកសញ្ញាធម្មតារួចបន្ថយបរិមាណលេលាយនឹងទិញដងរហូតដល់ឈប់ប្រើទាំងស្រុងហ្មងហើយយើងអាចចំណាយពេលពី2សប្តាហ៍ទៅ1ខែអាស្រ័យលើកម្រិតដែលយើងប្រើពីមុនមួយទៀតគឺយើងត្រូវទៅជួបជាមួយនឹងគ្រូពេទ្យជំនាញជាដាច់ខាតហ្មងត្រូវពិគ្រោះជាមួយនឹងឯកទេសសាស្ត្រស្បែកដើម្បីឲ្យពេទ្យមានតម្លៃពីកម្រិតនៃការខូចខាតស្បែករបស់យើងហើយពេទ្យនឹងអាចជិះវិជ្ជាជីវៈថ្នាំជំនួសដូចជាថ្នាំប្រឆាំងនឹងអាលាកឬក៏ថ្នាំប្រឆាំងនឹងអាឡែហ្ស៊ីដើម្បីគ្រប់គ្រងរោគសញ្ញាប្រតិកម្មស្បែកក្នុងអំឡុងពេលផ្ដាច់ហ្នឹងមួយទៀតក៏លើក្នុងការថែទាំស្បែករបស់យើងពេលដែលផ្ដាច់Lelyហ្នឹងអញ្ចឹងឡងពេលដែលស្បែករបស់យើងកំពុងតែព្យាយាមត្រឡប់មកសភាពតាមវិញវាត្រូវការការថែទាំខ្លាំងមែនទែនទីមួយយើងអាចប្រើប្រាស់លេផ្ដោតសំណើមសុទ្ធហ្មងបាច់ប្រើអីផ្សេងទេជ្រើសរើសលេដែលមានជាតិក្លិនមានជាតិអាល់កុលនិងសារធាតុរលាកដើម្បីជួយចូលរបាំងស្បែករបស់យើងមួយទៀតយើងត្រូវប្រើការការពារកម្ដៅថ្ងៃឲ្យបានខ្ពស់បំផុតស្បែករបស់យើងដែលធ្លាប់ប្រើLelyគឺងាយប្រតិកម្មនឹងកម្ដៅថ្ងៃមែនតើអញ្ចឹងត្រូវលាបលេការពារកម្ដៅថ្ងៃ SPF 30ឡើងទៅជារៀងរាល់ថ្ងៃទោះបីជានៅផ្ទះក៏ដោយហើយមិនត្រូវខាត់ឬក៏ដុសស្បែកខ្លាំងជៀសវាងការប្រើប្រាស់ផលិតផលខាត់ស្បែកឬក៏ scrub ព្រោះវាអាចនឹងធ្វើឲ្យស្បែករបស់យើងសោយព្រោះដោយសារតែពេលហ្នឹងស្បែករបស់យើងសោយស្រាប់ហើយបើយើងកាន់តែប្រើទីវាកាន់តែលាកហើយមួយទៀតស្បែករបស់យើងវាអាចនឹងទៅចំណាយពេល2ទៅ6ខែទើបអាចត្រឡប់មកសភាពធម្មតាវិញអញ្ចឹងអាស្រ័យលើកម្រិតនៃសារធាតុគីមីដែលយើងឈាបចូលនឹងដែរអញ្ចឹងយើងត្រូវតែមានការអត់ធ្មត់អូខេអ្នកនរអញ្ចឹងវីដេអូមួយហ្នឹងគឺមានប៉ុណ្្នឹងទេអញ្ចឹងបើអ្នកនរមានចម្ងល់អាច comment សួរនៅខាងក្រោមវីដេអូនេះឬក៏ឆាតតាមរយៈ page របស់ខ្ញុំបានអញ្ចឹងជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ